មហារីកពវៀនធំគឺជាកោសិកានៅនឹងពវៀនធំនៅនឹងភ្នាសរបស់ពវៀនធំហ្នឹងឬក៏នៅសាច់ដុំពវៀនធំហ្នឹងវាប្រែពីកោសិកាធម្មតាទៅជាកោសិកាមហារីកហើយរោគសញ្ញាដែលអាចស្ដែងចេញហ្នឹងកាលណាដុំនៅនឹងពវៀនធំហ្នឹងតូចវាអាចជួនកាលគាត់រកឃើញចៃដន្យហ្នឹងទៅក្នុងករណីខ្លះទៀតអាចគាត់បាត់ជើងធំមករកឹតមួយលាមកតែអាចចេញឈាមតាមលាមកមកក្នុងករណីដែលដុំហ្នឹងទៅជាធំខ្លាំងគឺគាត់អាចបាត់ជើងធំមកគាត់ស្ទះបាត់ជើងធំអត់ចេញគាត់អាចឈឺពោះខ្លាំងចុកពោះខ្លាំងអាចក្អួតចង្អោរចេញក្រៅក្នុងករណីខ្លះអាចក្អួតមកចេញលាមកមកក៏មានដែរការព្យាបាលមហារីកពវៀនធំជាទូទៅមានការព្យាបាលដោយការវះកាត់ការព្យាបាលដោយថ្នាំមានថ្នាំគីមីចាក់ថ្នាំគីមីគ្រាប់ព្យាបាលដោយ immunotherapy ការព្យាបាលដោយ target therapy ជាទូទៅកម្មរស្មីអត់មានតួនាទីនៅក្នុងការព្យាបាលមហារីកពវៀនធំទេលើកលែងតែពវៀនរបស់គាត់ហ្នឹងគឺហូរឈាមខ្លាំងក្នុងករណីហ្នឹងយើងអាចប្រចាំងកម្មរស្មីរយៈពេលខ្លីណាមួយដើម្បីឃាត់កុំឲ្យហូរឈាមខ្លាំងនៅនឹងពវៀនការព្យាបាលមហារីកពវៀនធំតើយើងព្យាបាលចប់ហើយគាត់នៅតែអាចកើតឡើងវិញដែរក្នុងករណីណាក្នុងករណីដែលគាត់ទទួលការព្យាបាលដោយការវះកាត់មែនប៉ុន្តែដំណាក់កាលរបស់គាត់គឺគាត់ត្រូវការព្យាបាលដោយថ្នាំគីមីក្រោយវះកាត់គេហៅ adjuvant chemotherapy អញ្ចឹងហើយកាលណាគាត់អត់ទទួលការព្យាបាលដោយថ្នាំគីមីក្រោយវះកាត់អញ្ចឹងការព្យាបាលរបស់គាត់អត់គ្រប់ជ្រុងជ្រោយទេអញ្ចឹងហើយរយៈពេលណាមួយគាត់នឹងអាចលាប់ឡើងវិញទោះតែគាត់វះស្អាតយ៉ាងម៉េចក៏ដោយអញ្ចឹងហើយអ្នកដែលមានជំងឺមហារីកពវៀនធំតម្រូវឲ្យគាត់មកជួបជាមួយនឹងគ្រូពេទ្យមហារីកដើម្បីមើលថាគាត់ត្រូវមានការព្យាបាលដោយថ្នាំគីមីក្រោយវះកាត់ឬក៏ត្រឹមតែមានការព្យាបាលតាមដានធម្មតាក្រោយការវះកាត់